ចាជំរាបសួរលោកតាលោកយាយអ៊ំបងប្អូនពូមីងជួបជាមួយនឹងខ្ញុំម៉ាឡារស់នៅប្រទេសបារាំងខានធ្វើវីដេអូវែងៗយូរហើយបងប្អូនអើយនិយាយទៅគឺយូរទៅកាន់តែខ្ជិលទៅវីដេអូអីហ្នឹងគឺថានៅណែនទូរស័ព្ទអស់ហើយឥឡូវយើងកុំតំអូនតំអាយច្រើនចាំមកជួបនាងខ្ញុំនៅក្នុងកម្មវិធីថ្ងៃចូលឆ្នាំបុណ្យប្រពៃណីជាតិខ្មែរយើងចានៅវត្តមួយដែលនៅខាងប៉ែកស្រុកគូយីចាគូយីពងអូដាមចានៅប៉ែកខាង77ជាទីក្រុងប៉ារីទៅដល់ភ្លាមហ្នឹងគឺថាមនុស្សច្រើនមែនតើបងប្អូនហើយសង្វាតជាងគេហ្នឹងទៅរកទិញអីញ៉ាំអញ្ចឹងណាពួកអីយកបាយយកអីមកសម្រាប់រាប់បាតហើយនឹងម្ហូបខ្លះដែរក៏ប៉ុន្តែនៅតែចង់ទិញរបស់របរដែលបងប្អូនខ្មែរយើងគាត់យកទៅលក់អញ្ចឹងឯងមានដូចជានំចំណីអីអញ្ចឹងទៅនេះឆ្លៀតមកស្រង់ព្រះបន្តិចបងប្អូនអើយព្រោះថាមើលទៅឃើញថាមនុស្សម្នារៀងស្បើយបន្តិចចឹងណាអញ្ចឹងក៏ឆ្លៀតបន្តិចទៅបើពេលប្រឡំវិញគឺមនុស្សច្រើនមែនតើចូលមិនចង់ចុះទេរីឯកន្លែងខាងក្រៅវិញគឺគ្មានកន្លែងចតឡានទេបងប្អូនអើយច្រើនណាស់បងប្អូនខ្មែរយើងគ្រប់ទិសទីចាមិនថាតែវត្តមួយនេះទេគឺវត្តផ្សេងទៀតគឺមនុស្សណែនដូចគ្នាបងប្អូនណាទៅវត្តណាបានគឺទៅតាមតែអាចធ្វើទៅបានអញ្ចឹងណាចាឥឡូវហ្នឹងរៀបចំអីហួយហើយចាញ៉ាំបាយឯម្ហូបវិញនៅតាមវត្តអារាមយើងយកទៅខ្លះបែកខាងវត្តក៏គេមានម្ហូបខ្លះដែរហើយក្នុងថ្ងៃនឹងដែរខាងវត្តគឺគាត់មានបានធ្វើម្ហូបជាសម្លមួយមុខហើយនឹងប្រហុកខ្ទិះមួយមុខសម្រាប់ទទួលពុទ្ធបរិស័ទទាំងអស់ចឹងណាចាក្រោយមកទៀតគឺមានកម្មវិធីប្រពៃណីជាតិខ្មែរយើងមានដូចជាការរាំលេងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរហើយនៅប៉ែកខាងប្រទេសបារាំងនេះចូលឆ្នាំគឺយូរណាស់បងប្អូនចាគឺតាំងពីដើមខែ4រហូតទៅដល់ចុងខែមេសានឹងទាល់តែផុតខែមេសាតែម្ដងហើយជាពិសេសគឺធ្វើឡើងគឺថ្ងៃសៅរ៍អាទិត្យថ្ងៃសៅរ៍មិនសូវមានមនុស្សប៉ុន្មានទេតែបើថ្ងៃអាទិត្យវិញគឺមនុស្សច្រើនណាស់ព្រោះថាភាគច្រើនបងប្អូនយើងទំនេរថ្ងៃអាទិត្យនឹងឯងបានជួបជុំគ្នាវត្តមិនបានធ្វើរាល់ថ្ងៃដូចនៅប្រទេសកម្ពុជាយើងនោះឡើយទេព្រោះថាម្នាក់គឺធ្វើការរៀងខ្លួនហើយគឺបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងគឺមិនមែនជាថ្ងៃដែលឈប់នៅប្រទេសបារាំងរបស់គេទេអញ្ចឹងគឺមានតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាពិសេសថ្ងៃអាទិត្យនឹងឯងដែលយើងមិនធ្វើការភាគច្រើនបងប្អូនខ្មែរយើងគឺអាចទៅជួបជុំគ្នានិងប្រារព្ធពិធីយ៉ាងសប្បាយរីករាយហើយបងប្អូនខ្មែរយើងគ្រប់គ្នាពោពេញទៅដោយទឹកមុខសប្បាយរីករាយនិងមានមោទនភាពបំផុតដែលបានប្រារព្ធពិធីទាំងអស់នេះឡើងហើយនឹងប្រកាន់យ៉ាងភ្ជាប់ភ្ជួននៅទំនៀមទម្លាប់រក្សាប្រពៃណីជាតិខ្មែរយើងទោះជាមិនបានល្អ 100% ដូចនៅប្រទេសយើង